បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះសម្លប្រហើរត្នោតបាទឥឡូវមកពិសាទិញត្នោតឬនឹងសាច់ជ្រូកឬនឹងត្រីបាទមានត្រីមានសាច់ឥឡូវចាប់ដើមហាន់ត្នោតបាទចិត្តត្នោតយកខ្ចីបាទមុខឲ្យខ្ចីឈូសបាទចាំឲ្យឈូសវាហើយដាក់មកដុំសិននឹងយកបេះបន្លែឥឡូវចាប់បានបេះស្លឹកងប់បាទបេះស្លឹកងប់បោតស្លឹកងប់ដាក់ដុំឥឡូវបានដាក់ដុំហើយយើងបានហាន់សាច់ជ្រូកស្ដើងបាទផ្សំជាមួយត្រីបាទយើងចិតសាច់ជ្រូកស្ដើងបន្តិចទៅបានធំបន្តិចក៏បានទៅតាមពុកម៉ែបងប្អូនបាទឥឡូវយើងហាន់គ្រឿងបាទបុកគ្រឿងខ្ញុំទិញមកពីផ្សារស្រាប់បាទគ្រឿងម៉ត់ស្រាប់ហើយខ្ញុំបុកដាក់ខ្ទឹមបន្តិចបាទឈ្ងុយបាទឥឡូវយើងបានបុកគ្រឿងហើយបន្លាគ្រឿងផ្សំវាមានណែត្នោតទឹកងប់សាច់ជ្រូកប្រហុកត្រីបិលម្ទេសចេងកសគ្រឿងបុកខ្ទឹមសហើយឥឡូវទឹកពុះហើយបាទយើងចាប់ដើមជ្រុំប្រហុកបាទបងប្រហុកបាទប្រហុកបាទចាប់បងប្រហុកហើយយើងចាប់ដើមបងប្រហុកហើយយើងចាប់ដើមដាក់ទឹកត្រីតិចបាទទឹកត្រីដាក់ទឹកត្រីហើយយើងចាប់ដើមដាក់អំបិលបន្តិចបាទហើយយើងដាក់ប៊ីចេងបាទចេងបន្តិចដែរបាទហើយដាក់ស្ករសបាទស្ករសបន្តិចទៅបាទឥឡូវវាសពគ្រឿងតិចហើយបាទពុះបាទសពគ្រឿងបាទពុះហើយចាប់ដើមដាក់ត្រីបាទត្រីវាប្រភេទត្រីនេះបាទត្រីស្លឹកសៃបាទត្រីតូចដែរបាទម៉ែបងប្អូនអាចយកត្រីធំឥឡូវយើងចាប់ដើមដាក់សាច់ជ្រូកបាទជ្រូកចូលទឹកពុះហើយយើងចាប់ដើមបង់គ្រឿងចូលបាទឥឡូវវាយើងដាក់បិទកម្របតិចសិនបើកវាវិញបាទហើយទៅវាពុះហើយយើងដាក់ផ្លែត្នោតចូលបាទជាផ្លែត្នោតដែលយើងចិតហ្នឹងលាងទឹកឲ្យស្អាតហើយបាទហើយយើងដាក់បន្លែលងប់នឹងចូលបាទមកម៉ែពុះហើយមើលឆ្អិនឥឡូវចាប់ដើមឆ្អិនបងម៉ែបងប្អូនបាទឥឡូវចាំបានយើងដុសដាក់ចានដើម្បីយកមកញ៉ាំបាទអូតំណងពុកម៉ែបងប្អូនបាទឆ្ងាញ់ហ្នឹងទៅហុយទៀតបាទក្តៅបាទដាក់មួយបាយជាតិណាពុកម៉ែបងប្អូនឥឡូវដួសហើយចាប់ដើមដាក់ញ៉ាំម្ដងបាទអូមើលដាក់មាត់ដាក់ម៉ាត់ឬសឹបហ្នឹងបាទអូតំណងជប់ដាក់មាត់មួយមកឆ្ងាញ់ហ្នឹងជាតិរបស់ពុកម៉ែបងប្អូន